hết là vây bàn chia về dục cân bản đọ tuân vinh dục rồi lụa các bitcoin trên trang lấy xôm cờ rộp cho miệng xua tu sinh chôn như tim ấy ngày nay khi nhung thiêu rôm nâng thưa sực đây lồng ất nâng vị phiệt chú nào lục sấy nơi đầm lai drop digital thông trên kia lưu bị bốc lốt cứ cả bitcoin đã cầm pung lột cho một gram dạng khlang nô bạn cả bitcoin cả bị ngay ăn kia mà sơn mình ní bàn thẹn cho dạng cầm hốc gram đầm lai from $40,000 không mỗi cắt đại chỉ ca thẹn cho tiếp bấm phốt không rồi dẹp pe from pi khai trong còi ní nâng sở rộp chỉ phía rồi cứประมาณ70phía rồi bàเปรียบ เทียบ តាំង ពី ដើម ឆ្នាំ មក ការ ធ្លាក់ ចុះ ទ្រព្យ digital នេះ គឺ កើត ឡើង បន្ទាប់ ពី ទី ផ្សារ crypto ទាំង មូល បាន ថយ ចុះ ទំហំ មូលធន ដ៏ សម្បើម សរុប ជា ទឹក ប្រាក់ ប្រមាណ $1.2 trillion អាមេរិក ក្នុង រយៈ ពេល ត្រឹម តែ 6 សប្តាហ៍ ចុង ក្រោយ នេះ តែ ប៉ុណ្ណោះ នេះ បើ យោង តាម សារ ព័ត៌មាន Reutersស្របពេលជាមួយគ្នានេះដែរកត្តាចម្បងមួយទៀតដែលបានទាញទម្លាក់រូបិយប័ណ្ណ Digital Bitcoin នេះគឺលំហូរទុនវិនិយោគក្នុងប្រព័ន្ធ Bitcoin ETF ត្រូវបានវិនិយោគិនដកទុនចេញរហូតដល់ទៅ $2.59 លានអាមេរិកនៅក្នុងខែវិច្ឆិកានេះកត្តាសំខាន់ទាំងនេះហើយបានដាក់សម្ពាធឲ្យទ្រព្យ Digital ទាំងអស់ជាពិសេសកាក់ Bitcoin រងការធ្លាក់ចុះជាបន្តបន្ទាប់គួរឲ្យភ្ញាក់ផ្អើលហេតុអ្វីបានជាវិនិយោគិនបានដកទុនវិនិយោគឬលក់កាក់ Bitcoin ចេញច្រើនម្លេះបើយើងក្រឡេកទៅមើលការពីដើមឆ្នាំដែលលោក Donald Trump ទើបតែចូលកាន់តំណែងអង្គុយលើកៅអីប្រធានាធិបតីក្តៅនោះលោកបានប្រកាសឲ្យសភាអាមេរិកកែប្រែច្បាប់ក្នុងការពិចារណាយកកាក់ Bitcoin នេះធ្វើជាទុនបំរុងជាតិនិងឲ្យស្ថាប័នផ្សារពាក្យហ៊ុនអាមេរិកគ្រប់គ្រងកាក់ crypto តាមរយៈការចេញអាជ្ញាប័ណ្ណនិងកម្មវិធីជួញដូរផ្សេងៗទៀតឲ្យដូចនឹងផ្សារពាក្យហ៊ុនផងដែរដូចនេះវិនិយោគិនជាច្រើនលើសកលលោកមានទំនុកចិត្តនឹងមើលឃើញអនាគតល្អរបស់ទ្រព្យ Digital ទាំងនេះស្របពេលភាពតានតឹងកំពុងផ្ទុះឡើងទាំងសេដ្ឋកិច្ចនិងភូមិសាស្ត្រនយោបាយព្រមទាំងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះផងដែរនោះផ្ទុយមកវិញបច្ចុប្បន្ននេះកម្ដៅពាណិជ្ជកម្មមានភាពធូរស្រាលជាងមុនច្រើននិងមិនមានការវិវត្តអ្វីថ្មីធំដុំពីប្រទេសអាមេរិកតាក់ទងនឹងការគ្រប់គ្រងទ្រព្យ Digital តាមលក្ខណៈផ្លូវច្បាប់ជាផ្លូវការនៅឡើយទេបូករួមទាំងសញ្ញាណនៃការទម្លាក់អត្រាការប្រាក់អាមេរិកក្នុងខែធ្នូនេះមានការថយចុះផងដែរកត្តាទាំងអស់នេះជាមូលហេតុនៃការថយចុះលំហូរទុនក្នុងទីផ្សារ crypto ទាំងមូលជាពិសេសនោះស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានលក់ចេញដើម្បីយកប្រាក់ចំណេញហើយរងចាំទិញនៅតម្លៃល្អណាមួយវិញពេលដែលធ្លាក់ចុះមកក្រោមនោះបាទសូមអរគុណ